ឃើញតែក្រសួងកសិកម្មទេដែលភាគច្រើនជាអ្នកចេញមុខបកស្រាយពន្យល់ហើយខ្ញុំក៏ចង់ដឹងដែរថាតើគួរតែមានក្រសួងផ្សេងទៀតពាក់ព័ន្ធទេដែលត្រូវទទួលខុសត្រូវទៅលើតម្លៃហើយនឹងការពង្រីកទីផ្សារស្រូវអង្កររបស់កម្ពុជាខ្ញុំចង់បញ្យល់ពីទូនទីភាគកិច្ចរបស់ក្រសួងកសិកម្មច្រើនជាងទូនទីភាគកិច្ចរបស់ក្រសួងកសិកម្មយើងមិនមែនជាអ្នកធ្វើទៀតទេរបបដែលនិយាយអំពីរដ្ឋត្រូវធ្វើ1 2 3គឺបានកន្លងផុតទៅហើយពីរបបសង្គមនិយមរបបកុម្មុយនីសនិយមគឺរបបនោះរដ្ឋធ្វើគ្រប់យ៉ាងទាំងអស់រដ្ឋជាអ្នកផលិតរដ្ឋជាអ្នកប្រមូលទិញរដ្ឋជាអ្នកធ្វើគ្រប់យ៉ាងប្រជាជនគឺគ្រាន់តែជាកម្មករកសិករគាត់គ្រាន់តែជាកម្លាំងមែនទេកាលយើងនៅក្រមសាមគ្គីបកបង្កើនផលហើយយកទៅណារដ្ឋអ្នកប្រមូលទិញជូនរដ្ឋលក់ស្រូវជូនរដ្ឋគឺស្នេហាជាតិបាទប៉ុន្តែប្រហែលអ្នកចង់លក់ជូនរដ្ឋកាលនោះអញ្ចឹងយើងឃើញថាការដែលរដ្ឋប្រមូលទិញគឺมันមានប្រសិទ្ធភាពទេយើងបានដូររបបហ្នឹងយើងថាធ្វើសេរីភាពឧបនីយកម្មសេដ្ឋកិច្ចទៅបាទទុកឲ្យឯកជនដែលគេធ្វើការងារមានប្រសិទ្ធភាពនេះគេធ្វើចោះហើយរដ្ឋគ្រាន់តែជាអ្នកបញ្ញត្តិនៅចាំកាត់ក្តីនៅចាំជួយសម្រាប់ប្រមូលជូនអញ្ចឹងនៅពេលដែលយើងយល់រឿងនេះគឺថាទី1បើឲ្យរដ្ឋទិញមិនមែនជាភារកិច្ចរបស់រដ្ឋទៀតទេមែនទេបាទប្រកាសណាយើងអាចថាទិញយកក្នុងទំហំណាមួយនៅពេលដែលរដ្ឋមានតម្រូវការឥឡូវប្រហែលអញ្ចឹងពេលដែលយើងត្រូវការពូជសម្រាប់ចែកជូនប្រជាជនយើងគាត់ជាទិញពូជដែរបាទប៉ុន្តែមិនមែនរដ្ឋត្រូវប្រមូលទិញទាំងអស់ហើយប្រមូលទិញទាំងអស់ត្រូវដាក់ថវិកាតែរដ្ឋមានតួនាទីរកទីផ្សារជួយរកទីផ្សារអញ្ចឹងចា៎បាទនៅក្នុងតួនាទីជួយរកទីផ្សារគឺសរសេរនៅក្នុងរដ្ឋធម្មនុញ្ញតែម្ដងអញ្ចឹងជួយរកទីផ្សារឲ្យមិនមែនទិញយកខ្លួនឯងជួយរកទីផ្សារមែនទេអញ្ចឹងមកដល់ពេលនេះតើយើងបានបំពេញតួនាទីជួយរកទីផ្សារខ្ញុំនៅតែបញ្យល់ដែរពាក្យថាមានទីផ្សារគឺវាមានការដោះដូរតម្លៃណាក៏ដោយឲ្យតែមានដោះដូរគឺមានទីផ្សារបើគ្មានការដោះដូរបើគ្មានទីផ្សារយើងអ្នកសេដ្ឋកិច្ចមិនអញ្ចឹងបាទអញ្ចឹងតើរដ្ឋបានបំពេញតួនាទីរបស់ខ្លួនទេនៅពេលដែលលក់បានចេញពេញហើយតាប៉ុន្តែសួរថាត្រូវនឹងការចង់បានទេយើងដឹងថាការអំពឹងរងចាំគាត់ចង់បានស្រូវតម្លៃប៉ុណ្ណេះប៉ុណ្ណោះ